ស្វាគមន៍មកកាន់เพจចំណេះដឹងក្នុងការជួញដូរហាងឆេងមាសប្រចាំថ្ងៃនេះថ្ងៃទី29ខែកក្កដាឆ្នាំ2026នៅថ្ងៃពុធយើងមកវិភាគផ្នែកបច្ចេកទេសទាំងអស់គ្នាយើងឃើញថាតម្លៃមាសបន្តរងសម្ពាធធ្លាក់ថ្លៃតើនៅក្នុងការធ្លាក់ថ្លៃនេះបន្តទៅក្រោមទៀតឬមួយក៏មានការងើបឡើងវិញក្នុងនោះយើងនឹងវិភាគបច្ចេកទេសអំពីតំបន់ទិញនិងតំបន់លក់ឲ្យបងប្អូនទាំងអស់គ្នាចឹងកុំឲ្យខាតពេលយូរយើងចូលមកផ្នែកបច្ចេកទេសទាំងអស់គ្នាអូខេបងប្អូនយើងក៏លេខមកផ្នែកបច្ចេកទេសវិញឃើញថាមាសមិនទាន់ដើរទៅណាឆ្ងាយទេវាស្ថិតនៅក្នុងតំបន់ pivot កណ្ដាលយើងឃើញថាតម្លៃរបស់វាកាលពីម្សិលមិញក៏វានៅ sideways 0ពី4040មករកកម្រិតតំបន់4000ស្ដើង4010ដុល្លារក្នុងមួយអោនចឹងមាសបើយើងមើលទៅជាលំហូរបច្ចុប្បន្ននេះខ្ញុំចាប់ជា pattern បច្ចុប្បន្នវាកំពុងតែបង្កើត pattern មួយគេហៅថា symmetrical triangle pattern នេះវានឹងបង្កើតនៅតម្លៃគេហៅថា pivot កណ្ដាលរួចវាបង្រួមហើយវានឹងបន្តទិសដៅទៅលើឬមួយក៏ទៅក្រោមអញ្ចឹង pattern នេះគឺសំខាន់គឺវាអាចនឹងរងចាំមួយគឺ confirm បំបែកក៏ដូចជាព័ត៌មានដែលអាចបំបែកអញ្ចឹង scenario គឺមាន2ទី1បើវាបែកមកក្រោមទិសដៅមាសវានឹងមករកតំបន់3960និងគោលដៅចុងក្រោយគឺនៅ3930បាទនេះគឺជាគោលដៅ weekly pattern ប៉ុន្តែសនាយោទី2មាសក៏វាអាចឡើងទៅលើដូចគ្នាដែរនៅពេលបច្ចុប្បន្ននេះបើសិនជាកត្តាព័ត៌មានមួយជំរុញអាចបែក47គោលដៅមាសនឹងទៅឆ្ងាយទៅលើវិញឆ្ងាយមានន័យថាវានឹងដូរលំហូរ up trend ទៅលើវិញបាទអញ្ចឹងបន្តកើនឡើងវាអាចនឹងទៅរកតំបន់4120ឬមួយក៏4150វិញហើយសម្រាប់មាសគោលដៅមាសអញ្ចឹងតម្លៃបច្ចុប្បន្ននេះយើងឃើញថាមិនទាន់ confirm ថាវាបែក trend down ឬមួយក៏ up ទេវានៅកំពុងស្ថិតនៅតំបន់ pivot កណ្ដាលអញ្ចឹងអ្វីដែលបងប្អូនចូលផ្សារសូមមានការប្រុងប្រយ័ត្នហើយបច្ចុប្បន្ននេះខ្ញុំអត់ទាន់ recommend ឲ្យធ្វើការចូលផ្សារនោះទេមានន័យថារងចាំឲ្យវាបែក trend ខាងក្រោមនិង trend ខាងលើសិនអញ្ចឹងយើងនឹងដឹងទិសដៅច្បាស់ថាយើងគួរតែចូលផ្សារនៅចំណុចណានៅក្នុងថ្ងៃនេះអញ្ចឹងថ្ងៃនេះគឺខ្លីទេសម្រាប់មាសខ្ញុំគ្រាន់តែ alert ប្រាប់ទៅឲ្យបងប្អូនទាំងអស់គ្នានៅពេលបច្ចុប្បន្នសម្រាប់រកកន្លែងចូលផ្សារតែប៉ុណ្ណោះបាទអញ្ចឹងមានអី update ខ្ញុំ update នៅក្នុង team VIP Signal បន្ថែមទៀតជាចុងក្រោយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍សិក្សាស្វែងយល់អំពីការជួញដូរមាសមិនថាមាសគីឡូមាសស្រស់ឬក៏មាសកម្រិតហាងឆេងលើទូរស័ព្ទដៃបងប្អូនអាចធ្វើការទំនាក់ទំនងមកពួកយើងបានពួកយើងនឹងមានការប្រឹក្សាក៏ដូចជាការបង្រៀនទាំងវគ្គមូលដ្ឋានគ្រឹះនិងវគ្គកម្រិតខ្ពស់ផងដែរអ្នកចាប់អារម្មណ៍ធ្វើការទំនាក់ទំនងតាមរយៈ Telegram និងលេខទូរស័ព្ទ